អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះបញ្ជាការសហរដ្ឋអាមេរិកតម្លៃ$270 លានយន្តហោះបញ្ជាការពិសេសលើអាកាសរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា E3 Sentry ត្រូវបានយោធាអ៊ីរ៉ង់បាញ់ទម្លាក់និងបណ្ដាលឲ្យរងការខូចខាតស្ទើរតែទាំងស្រុងដាច់ចេញជាពីរដោយហេតុការណ៍ខាងលើនេះបានធ្លាក់ទៅលើមូលដ្ឋានទ័ពអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យរូបភាពដែលបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារសារព័ត៌មាន BBC បានបង្ហាញថាយន្តហោះបញ្ជាការនិងត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា E3 Sentry ត្រូវបានបំផ្លាញនៅមូលដ្ឋានអាកាសមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីតយោងតាមទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថាមន្ត្រីអាមេរិកម្នាក់បានលើកឡើងថាបុគ្គលិកយោធាអាមេរិកចំនួន12នាក់បានរងរបួសដែល2នាក់រងរបួសធ្ងន់ធ្ងរក្នុងការវាយប្រហាររបស់យោធាអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសអារ៉ាប៊ីសាអូឌីតក្នុងការវាយប្រហារមិនធ្លាប់មានរបស់អ៊ីរ៉ង់នេះក៏បានបណ្ដាលឲ្យមានយ៉ាងហោចណាស់យន្តហោះចាក់ប្រេងរបស់សហរដ្ឋអាមេរិក2គ្រឿងក៏ត្រូវបានខូចខាតផងដែរទីភ្នាក់ងារសារព័ត៌មាន FAS របស់អ៊ីរ៉ង់បានទំនាក់ទំនងជាមួយនឹងក្រុមឆ្មាំបដិវត្តន៍ IRGC បានប្រកាសថាយន្តហោះគ្មានមនុស្សបើក Shahid មួយគ្រឿងបានវាយប្រហារយន្តហោះ E3 Sentry របស់សហរដ្ឋអាមេរិកគូរំលឹកផងដែរថា E3 Sentry ដែលគេស្គាល់ថាជាទូទៅ AWACS គឺជាផ្នែកនៅលើអាកាសរបស់សហរដ្ឋអាមេរិកយន្តហោះបញ្ជាការលើអាកាសដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកនិងអង្គការ NATO E3 Sentry ក៏ជាយន្តហោះបញ្ជាការដែលមានប្រព័ន្ធរ៉ាដាដ៏ធំ Rotating Radar Dome ដែលមានអង្កត់ផ្ចិត 9.1 ម៉ែត្រនៅលើតួខ្លួនរបស់យន្តហោះនេះសមត្ថភាពរ៉ាដាវាអាចតាមដានគោលដៅនៅលើអាកាសនិងនៅលើផ្ទៃទឹកក្នុងចម្ងាយជាង400គីឡូម៉ែត្រវាអាចបំបែកហើយបែងចែករវាងយន្តហោះសត្រូវនិងយន្តហោះសម្ព័ន្ធមិត្តបានយ៉ាងច្បាស់វាក៏ដើរតួជាប៉មបញ្ជាការលើទ័ពអាកាសចល័តដោយអាចបញ្ជាយន្តហោះចម្បាំងផ្សេងទៀតឲ្យចូលវាយប្រហារចំគោលដៅយន្តហោះដំបូងគេបានហោះលើកដំបូងនៅឆ្នាំ1972យន្តហោះនេះធ្លាប់ប្រើប្រាស់ក្នុងសង្គ្រាមដូចជានៅអាហ្គាហ្វនីស្ថាននិងអ៊ីរ៉ាក់ជាដើមវាក៏ត្រូវបានគេប្រើប្រាស់ដើម្បីការពារដែនអាកាសសហរដ្ឋអាមេរិកបន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី11ខែកញ្ញាឆ្នាំ2001មកម្លេះ